អំពូលសូឡាអំណោយរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតប្រែក្លាយជនបទក្នុងស្រុកអូររាំងឪទៅជាទីក្រុងនាពេលរាត្រីបង្គោលនឹងអំពូលសូឡាចំនួន614បង្គោលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតត្រូវបានអេដាមបណ្ឌិតអាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានប្រកល់ជូនប្រជាពលរដ្ឋស្រុកអូររាំងឪខេត្តត្បូងឃ្មុំដើម្បីដាក់បំភ្លឺតាមដងផ្លូវលេខ370ចាប់ពីឃុំដំរិលព្រំប្រទល់ស្រុកត្បូងឃ្មុំឆ្ពោះមកទីប្រជុំជនស្រុកអូររាំងឪប្រជាពលរដ្ឋនៅស្រុកអូររាំងឪកំពុងទទួលបានពន្លឺពេញមូលដ្ឋានដោយសារអំពូលសូឡានេះហើយនៅពេលនេះបានធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទមានសកម្មភាពដូចនៅទីក្រុងដែរដូចនៅទីក្រុងត្រង់ថាភ្លើងសូឡាដែលកន្លងមកត្រូវបានប្រសិទ្ធនាមថាជាភ្លើងទេវតាបានបំភ្លឺមូលដ្ឋាននិងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋមានការរស់នៅប្រកបដោយភាពស្អាតមានសោភ័ណភាពបានសម្រាប់រំហាយរួមទាំងការដើរហាត់ប្រាណដោយប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជននិងទីក្រុង